សុបក្តៅត្រូវនឹងខែតិចណាបងប្អូនសម្រាប់ថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបធ្វើស៊ុបត្រីក្រហមឲ្យមានរសជាតិឆ្ងាញ់ដែលវិធីធ្វើងាយបងប្អូនអ្នកសាកល្បងធ្វើបានចាសម្រាប់អ្នកដែលមិនទាន់ចេះធ្វើអាចមើលនឹងខ្ញុំបានណាបងប្អូនចានេះខ្ញុំនឹងបង្ហាញពីរបៀបធ្វើងាយតែរសជាតិឆ្ងាញ់សម្រាប់គ្រឿងផ្សំមានគល់ស្លឹករៃរំដេងស្លឹកក្រូចសើចខ្ទឹមសខ្ទឹមក្រហមនិងម្ទេសផ្លោកចិញ្ច្រាំចាសម្រាប់បន្លែបងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តចានេះយើងលីងខ្ទឹមឲ្យឈ្ងុយហើយយើងដាក់ម្ទេសចិញ្ច្រាំចូលចាម្ទេសក្រៀមណាបងប្អូនយកមកចិញ្ច្រាំខ្លួនឯងក៏បានឬក៏ទិញឲ្យតែគេមានស្រាប់នោះក៏បានដែរចាលីងវាឲ្យឈ្ងុយទៅបន្តមកទៀតដាក់គល់ស្លឹករៃរំដេងស្លឹកក្រូចសើចដាក់យើងលីងបញ្ចូលគ្នាឲ្យវាឈ្ងុយចូលគ្នាអញ្ចឹងណាបងប្អូនលីងចូលគ្នាឲ្យឈ្ងុយទៅចាបន្តមកទៀតយើងដាក់ខ្ទឹមសខ្ទឹមក្រហមចូលដែរហើយយើងកូរច្បល់វាឲ្យចូលឈ្ងុយជាមួយគ្នាដែរណាចាហើយចាំយើងដាក់ការ៉ុតចូលណាបងប្អូនដាក់ការ៉ុតចូលទៅដើម្បីឲ្យវាមានពណ៌ស្រស់ស្អាតចាបន្ទាប់យើងដាក់ស្ករប៊ីចេងទឹកប្រេងខ្យងនិងទឹកត្រីបន្តិចផងដែរបងប្អូនហើយយើងកូរច្បល់វាឲ្យឈ្ងុយទៅបន្ទាប់មកយើងចាក់ទឹកចូលសម្រាប់ទឹកនេះដែរបងប្អូនដាក់ចាតាមបរិមាណដែលបងប្អូនត្រូវការណាចាដាក់ទៅប៉ុន្តែយើងលេខគ្រឿងដូចគ្នាដែរដាក់ច្រើនយើងអាចគ្រឿងផ្សំយើងក៏ដាក់យើងច្រើនដែរទៅតាមនឹងទៅតែខ្ញុំដាក់តែមួយល្មមទេដោយសារតែខ្ញុំញ៉ាំតិចដែរបងប្អូនចាបន្តមកទៀតខ្ញុំដាក់ដុំស៊ុបខ្នុរ2ដុំចូលចានេះហើយនេះដាក់ត្រីចូលបងប្អូនសម្រាប់ត្រីដែរបងប្អូនចង់ដាក់ទាំងមូលចេះក៏បានឬក៏កាត់ជាកង់ឲ្យរួចក៏បានដែរបងប្អូនចាដាក់ត្រីខ្ញុំក្រូបវាទៅទុកឲ្យវាពុះចាត្រីនឹងឆាប់ឆ្អិនទេបងប្អូនសម្រាប់ត្រីក្រហមណាចាហើយខ្ញុំក៏លួចទឹកដោះគោខាប់បន្តិចផងដែរបងប្អូនដើម្បីឲ្យមានជាតិតែមចារសជាតិគឺឆ្ងាញ់បងប្អូនអាចលេខគ្រឿងតាមចំណង់ចំណូលចិត្តទៅខ្វះអីថែមហ្នឹងទៅសម្រាប់ស៊ុបនេះដែរគឺត្រូវជាមួយនឹងទឹកទៅហូរបងប្អូនចាឆ្ងាញ់ចាយើងឆ្អិនទេបងប្អូនហើយពេលដែលយើងញ៉ាំគឺយើងដាក់បន្លែចាតាមចំណង់ចំណូលចិត្តទៅបងប្អូនចង់ញ៉ាំអីដាក់នឹងចុះចាហើយខ្ញុំក៏បានដាក់មីស៊ូដែរបងប្អូនសម្រាប់ស៊ុបនេះដាក់មីស៊ូឆ្ងាញ់ណាស់បងប្អូនចាឬក៏បងប្អូនអត់ចូលចិត្តទេដាក់តែបន្លែប៉ុណ្នេះក៏បានដែរចារសជាតិខាងស្រេចចាបងប្អូនមើលទៅទំនងហើយរសជាតិឆ្ងាញ់ណាស់បងប្អូនចាអាចសាកល្បងធ្វើបានសម្រាប់អ្នកដែលមិនទាន់ញ៉ាំអាចធ្វើញ៉ាំបានធ្វើញ៉ាំជុំគ្រួសារចាអូជាតិណាបងប្អូនអើយសម្រាប់រដូវខែត្រជាក់បែបនេះទៀតកាន់តែឆ្ងាញ់ហ្មង